វែងយល់ពីរបៀបនៃការសង្គ្រោះបន្ទាន់និងថែទាំអ្នកជំងឺប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតនៃមន្ទីរពេទ្យ Gleneagles ស្របពេលដែលបច្ចេកវិទ្យាបម្រើដល់វិស័យសុខាភិបាលបាននឹងកំពុងបន្តជឿនលឿនទៅមុខឥតឈប់ឈរធ្វើឲ្យការសង្គ្រោះព្យាបាលអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរមានអត្រាជោគជ័យកាន់តែខ្ពស់ជាក់ស្ដែងនៅមន្ទីរពេទ្យ Gleneagles នៃប្រទេសសិង្ហបុរីផ្នែកសង្គ្រោះបន្ទាន់ឬហៅកាត់ថា ICU ត្រូវបានទទួលស្គាល់ថាជាកន្លែងសង្គ្រោះអាយុជីវិតអ្នកជំងឺធ្ងន់ធ្ងរប្រកបដោយការយកចិត្តទុកដាក់និងមានអត្រាជោគជ័យខ្ពស់បំផុតលោកវេជ្ជបណ្ឌិត Kenneth Chan ដែលជាវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធភ្លើងដង្ហើមនិងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Gleneagles នៃប្រទេសសិង្ហបុរីបានអះអាងថាផ្នែកសង្គ្រោះបន្ទាន់ឬហៅថា ICU គឺជាកន្លែងសម្រាប់សង្គ្រោះអ្នកជំងឺដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរទាក់ទងទៅនឹងប្រព័ន្ធភ្លើងដង្ហើមបេះដូងនិងតម្រងនោមរួមទាំងវិធីសាស្ត្រក្នុងការប្រើប្រាស់ថ្នាំផ្សះឲ្យសមស្របទៅតាមស្ថានភាពអ្នកជំងឺជាដើមលោកវេជ្ជបណ្ឌិតបន្ថែមថាសម្រាប់ការសម្រាប់ព្យាបាលផ្នែក ICU នៅមន្ទីរពេទ្យ Gleneagles នៃប្រទេសសិង្ហបុរីគឺមានបំពាក់ជាមួយឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបចុងក្រោយគួបផ្សំនឹងក្រុមវេជ្ជបណ្ឌិតឯកទេសដែលមានបទពិសោធន៍យូរឆ្នាំរងចាំពិគ្រោះនិងព្យាបាលអ្នកជំងឺប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត The ICU is not about machines. Machines can be bought, this by many ICUs. ធម្មតាម៉ាស៊ីននៅមន្ទីរពេទ្យណានៅប្រទេសណាក៏អាចទិញម៉ាស៊ីនយកមកប្រើប្រាស់បានដែរប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវរួមបញ្ចូលជាមួយនឹងក្រុមអ្នកបច្ចេកទេសដែលមានជំនាញនឹងការបណ្ដុះបណ្ដាលហ្នឹងយ៉ាងមុតមាំផងដែរជាក់ស្ដែងដូចជាខ្ញុំជាគ្រូពេទ្យជាវិជ្ជបណ្ឌិតមួយដែលមានជំនាញឯកទេសផ្នែកសង្គ្រោះបន្ទាន់អញ្ចឹងគឺខ្ញុំត្រូវបានវឹកហាត់និងបណ្ដុះបណ្ដាលបានយ៉ាងខ្ពស់ទៅលើវិជ្ជាជីវៈនិងជំនាញឯកទេសនេះហើយជាសំណាងដែលនៅក្នុងប្រទេសសិង្ហបុរីយើងជា system តែម្ដងគឺយើងមានប្រព័ន្ធគលានុបដ្ឋាយិកាដែលទទួលបានការអប់រំនិងការវឹកហាត់បានយ៉ាងមានជំនាញខ្ពស់ផងដែរដូច្នេះចំពោះនៅប្រទេសសិង្ហបុរីចំពោះអ្នកជំងឺដែលចូលសម្រាកនៅក្នុងមន្ទីរនៅក្នុងការសង្គ្រោះបន្ទាន់នេះគឺការយកចិត្តទុកដាក់ពីគលានុបដ្ឋាយិកាគឺគលានុបដ្ឋាយិកាម្នាក់ត្រូវមើលថែអ្នកជំងឺម្នាក់ដូច្នេះមានន័យថាអ្នកជំងឺគឺទទួលបានការមើលថែយ៉ាងដិតដល់ពីប្រព័ន្ធសុខាភិបាលនៃប្រទេសសិង្ហបុរីជាងនេះទៅទៀតនៅផ្នែក ICU នៅក្នុងផ្នែកសង្គ្រោះបន្ទាន់នេះយើងក៏មានបច្ចេកវិទ្យានៃម៉ាស៊ីនជាច្រើនដូចជា Ultrasound ម៉ាស៊ីន Echo ឬក៏ម៉ាស៊ីន X-ray ឬក៏ procedure ផ្សេងដែលនៅក្នុង ICU នេះត្រូវបានបំពាក់ដោយអ្នកជំងឺបើក្នុងករណីអ្នកជំងឺត្រូវការធ្វើ procedure ទាំងអស់នេះអ្នកជំងឺមិនចាំបាច់ផ្លាស់ទីទៅផ្នែកណាផ្សេងទេគឺយើងអាចធ្វើនៅក្នុងនឹងតែម្ដង Operating theater for example បច្ចុប្បន្ននៅមន្ទីរពេទ្យ Gleneagles នៃប្រទេសសិង្ហបុរីមានទទួលអ្នកជំងឺមកពីប្រទេសជាច្រើននៅក្នុងតំបន់រួមទាំងប្រទេសកម្ពុជាផងដែរបើតាមលោកវេជ្ជបណ្ឌិត Kenneth មុននឹងទទួលយកអ្នកជំងឺមកសម្រាប់ព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់លោកតែងតែតាមដានរបាយការណ៍សុខភាពរបស់អ្នកជំងឺជាមុននិងទទួលជួបប្រឹក្សាជាមួយក្រុមគ្រួសារអ្នកជំងឺឬអ្នកជំងឺតាមការនិយាយទូរស័ព្ទឬជួបប្រឹក្សាតាមប្រព័ន្ធវីដេអូ Zoom ជាដើមដើម្បីឲ្យបានដឹងច្បាស់អំពីអាការៈនិងស្ថានភាពអ្នកជំងឺមុននឹងទទួលអ្នកជំងឺមកព្យាបាលនៅប្រទេសសិង្ហបុរី We have many inquiries from patients from abroad. So usually it starts with an inquiry either by email or by phone call. ចំពោះករណីខ្លះយើងអាចនឹងធ្វើការពិភាក្សាតាមរយៈ Zoom call ឬក៏ធ្វើការ call តាមទូរស័ព្ទដើម្បីឲ្យសាច់ញាតិនឹងគាត់អាច call មកខ្ញុំហើយខ្ញុំអាចមើលទៅលើអ្នកជំងឺផ្ទាល់ចង់ដឹងនិងស្ទាបស្ទង់ពីស្ថានភាពរបស់អ្នកជំងឺថាគាត់អាចធ្វើការហោះហើរមកខាងសិង្ហបុរីបានអត់ហើយបន្ទាប់ពីយើងធ្វើការវិយតម្លៃហើយថាអ្នកជំងឺពិតជាអាចទទួលការព្យាបាលនៅខាងយើងមែនយើងក៏នឹងធ្វើការរៀបចំជាមួយនឹងមន្ទីរពេទ្យ Gleneagles នឹងធ្វើការរៀបចំឲ្យអ្នកជំងឺមកទទួលការព្យាបាលហើយនឹងចេញនៅការប៉ាន់ស្មានអំពីតម្លៃនៃការព្យាបាលពីព្រោះថាការដឹងអំពីតម្លៃនៃការព្យាបាលគឺមានសារៈសំខាន់សម្រាប់ឲ្យអ្នកជំងឺក្នុងការត្រៀមខ្លួនហើយក្រោយពីអ្នកជំងឺឆ្លងផុតពីគ្រោះថ្នាក់អ្នកជំងឺស្ថិតនៅក្នុងស្ថានភាពដែលនឹងយើងព្យាយាមសរសេរនៅឯកសារឬក៏របាយការណ៍វិទ្យាសាស្ត្រផ្សេងដើម្បីណែនាំទៅលើគ្រូពេទ្យដែលស្ថិតនៅក្នុងតំបន់ហ្នឹងឲ្យគាត់បានយល់ពីស្ថានភាពនៃការព្យាបាលរបស់អ្នកជំងឺដើម្បីឲ្យគាត់បន្តធ្វើការព្យាបាលឬក៏មើលថែរបស់អ្នកជំងឺបន្តទៀតហើយអាចអនុញ្ញាតឲ្យអ្នកជំងឺហ្នឹងត្រឡប់មកប្រទេសភូមិកំណើតវិញដូច្នេះហើយករណីនេះយើងអាចជួយ save ទៅលើការចំណាយរបស់អ្នកជំងឺនិងជួយថែរក្សាផ្លូវចិត្តរបស់អ្នកជំងឺឲ្យគាត់បានមកជួបជុំគ្រួសារវិញផង Their own patient. So that's how we will collaborate. Yeah.
ប្រសិនបើលោកអ្នកមានជំងឺបញ្ហាផ្លូវដង្ហើមបេះដូងនិងតម្រងនោមសូមធ្វើការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលាឬអាចទំនាក់ទំនងទៅកាន់មន្ទីរពេទ្យ Glen Ingalls ដោយផ្ទាល់ក៏បានក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យនឹងរងចាំទទួលការប្រឹក្សាសម្រាប់លោកអ្នកគ្រប់ពេលវេលា